ជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងយើងវិលមកមេរៀនរបស់យើងបន្តទៀតបាទអញ្ចឹងមេរៀនទី2របស់យើងគឺដំណើរការជ្រើសរើសបុគ្គលិកអញ្ចឹងនៅក្នុងដំណើរការជ្រើសរើសបុគ្គលិកនេះយើងមាន6ជំហានបាទដើម្បីអាចជ្រើសរើសបុគ្គលិកឲ្យចំគោលដៅរបស់យើងអញ្ចឹងទី1យើងបានរៀនរួចហើយបាទអញ្ចឹងយើងឃើញថានៅក្នុងចំណុចទី1គឺពាក់ព័ន្ធជាមួយនឹង preparing បាទការរៀបចំអញ្ចឹងមុននឹងយើងអាចយកទៅផុសបានឬក៏ការផ្សព្វផ្សាយអញ្ចឹងយើងត្រូវរៀបចំបាទអញ្ចឹងមេរៀនពីមុនខ្ញុំបានបង្ហាញដល់លោកអ្នកបងប្អូនរួចហើយបាទនៅក្នុងនេះគឺយើងរៀបចំបាទអញ្ចឹងយើងនឹងចូលដល់ដំណាក់កាលទី2គឺដំណាក់កាលពាក់ព័ន្ធជាមួយនឹងបាទអញ្ចឹងការរៀបចំឬក៏ក្នុងដំណាក់កាលទី2របស់យើងគឺសំទោសគឺនៅក្នុង resourcing គេចង់សំដៅរឿងប្រភពនៃធនធានមនុស្សអញ្ចឹងយើង design រួចអញ្ចឹងយើងយកទៅផុសនៅកន្លែងណាបាទបងប្អូនអាចនឹងធ្វើការផ្សព្វផ្សាយនៅក្នុង Facebook អាចផ្សព្វផ្សាយនៅក្នុង LinkedIn ឬក៏បងប្អូនអាចនឹងធ្វើការផ្សព្វផ្សាយនៅ Telegram ឬក៏ TikTok បាទជារួមគឺនៅក្នុងបណ្ដាញសង្គមក៏បានដែរបើសិនជាបងប្អូនមានគណនីទាំងអស់នោះបងប្អូនអាចធ្វើការផ្សព្វផ្សាយដោយ free ក៏បានមាននៅក្នុងកន្លែងមួយចំនួនយើង boost ដែរដូច Facebook ក៏ធ្វើការ boost ដែរបើសិនក្នុងករណី page ក៏យើងអាចធ្វើការផ្សព្វផ្សាយប៉ុន្តែមួយចំនួនក្រុមហ៊ុនមួយចំនួនគឺយើងមិនមានបាត់ចិត្តទេឬក៏យើងមិនមានថវិកានៅក្នុងការចំណាយទៅលើការទាំងអស់នេះអញ្ចឹងយើងនឹងធ្វើការទៅតាមនឹងដែរដូចគ្នាបាទយើងអាចធ្វើការផ្សព្វផ្សាយនៅកន្លែងណាដែល free បានឧទាហរណ៍ថានៅក្នុង Telegram ក៏មាន group ដែល free ដែរ TikTok ក៏យើងអាចធ្វើ free ដែរជាលក្ខណៈ personal បាទអញ្ចឹងទាំងអស់ហ្នឹងក៏យើងអាចធ្វើបានដែរបើសិននៅក្នុងករណីដែលpage របស់យើងឬក៏ personal account របស់យើងក៏អាចធ្វើការផ្សព្វផ្សាយបានដែរវា free ទេបាទតែនៅក្នុងក្រុមហ៊ុនមួយចំនួនទៀតដែលគាត់ស្តង់ដារអញ្ចឹងគាត់អត់ចង់លោកឡំគ្នាទេគាត់នឹងធ្វើការប្រើ Facebook page របស់គាត់ជាផ្លូវការតែម្ដងប្រើ LinkedIn បាទឬក៏ប្រើ channel Telegram ឬក៏ TikTok អញ្ចឹងទាំងអស់ហ្នឹងគឺគាត់នឹងប្រើសុទ្ធតែជា account របស់ក្រុមហ៊ុនគឺមិនលោកឡំគ្នាជាមួយនឹងផ្ទាល់ខ្លួនឬក៏ account ផ្ទាល់ខ្លួនរបស់យើងទេអញ្ចឹងជៀសវាងនៅពេលដែលយើងឈប់ពីការងារផ្សេងទៅបាទលាឈប់ពីក្រុមហ៊ុនហ្នឹងទៅគឺมันមានពាក់ព័ន្ធជាមួយនឹងឬក៏ការផ្សព្វផ្សាយពីមុនហ្នឹងมันជាប់ជាមួយនឹង account ផ្ទាល់ខ្លួនរបស់យើងទេបាទអញ្ចឹងនៅក្នុងនេះដែរយើងឃើញហើយមាន website មួយចំនួនដែលយើងអាចធ្វើការផ្សព្វផ្សាយបានដែរប៉ុន្តែខ្ញុំចង់បញ្ជាក់ថា website ទាំងអស់នោះគឺយើងត្រូវធ្វើការទិញទីទៀតខ្ញុំនឹងបង្ហាញបងប្អូនថាតើmhr.com ហ្នឹងស្អីគេទៅបងប្អូនអាចនឹងមើលជាមួយគ្នាបានបាទអញ្ចឹងនៅក្នុងកន្លែងនេះក៏ខ្ញុំចង់បង្ហាញបងប្អូនដែរឧទាហរណ៍ថា Facebook បងប្អូនមិនចូលហើយបាទ LinkedIn មានបងប្អូនដែលថ្មីខ្ញុំជឿថាបងប្អូននៅក្នុងវិស័យការងារបងប្អូនអាចនឹងផុសនៅក្នុងកន្លែងនេះបានតែចំណុចមួយដែលខ្ញុំចង់បង្ហាញដល់បងប្អូនគឺថាតើយើងយកទៅផុសកន្លែងណាមានប្រសិទ្ធភាពពីព្រោះទូនាទីផ្សេងពីគ្នាឧទាហរណ៍ថាបងប្អូនធ្វើការជ្រើសរើសនៅក្នុងឧទាហរណ៍បងប្អូនធ្វើការជ្រើសរើសបាទជ្រើសរើសសន្តិសុខបងប្អូននឹងយកទៅផុសនៅក្នុង LinkedIn យើងសួរថាតើវាមានប្រសិទ្ធភាពដែរអត់បាទអញ្ចឹងបើសិនជាយើងយកទៅផុសនៅក្នុង LinkedIn គឺมันមានប្រសិទ្ធភាពទេពីព្រោះ LinkedIn យើងដឹងហើយថាមនុស្សទាំងអស់គឺនៅក្នុងនោះគឺរៀងកម្រិតខ្ពស់បាទគាត់សិតតែអ្នករៀនបញ្ញាបត្រឡើងទៅហើយមានបទពិសោធន៍ច្រើនអញ្ចឹងបើសិនយើងផុសនៅក្នុងកន្លែងនេះគឺអត់សូវមានប្រសិទ្ធភាពទេអញ្ចឹងបើសិនជាបងប្អូនធ្វើការជ្រើសរើស
សន្តិសុខម្នាក់ឬក៏អ្នកសម្អាតបុគ្គលិកធម្មតាខ្ញុំចង់បញ្ជាក់នៅក្នុងកន្លែងនេះធម្មតាយើងបែងចែកកម្រិតបុគ្គលិករបស់យើងទៅតាមប្រភេទផ្សេងគ្នាឧទាហរណ៍ថាមានអ្នកសម្អាតមានបុគ្គលិកអនាម័យ